ស្ត្រូវអាមេរិកគឺអាក្រក់និងមិនស្មោះត្រង់អ៊ីរ៉ង់បញ្ចេញសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនបន្ទាប់ពីការដួលរំទាំងស្រុងនៃការចរចានៅទីក្រុងអ៊ីស្លាមាបាតការចរចារយៈពេល21ម៉ោងដោយឥតប្រយោជន៍ការចរចាជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានដួលរលំហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបជាមួយនឹងសារអរិភាពបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមសត្រូវអាមេរិកដ៏អាក្រក់និងមិនស្មោះត្រង់បានព្យាយាមសម្រេចបាននៅទៅចរចានៅអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈសង្គ្រាមលោក Vance បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដែលមានរយៈពេលត្រឹមតែ4នាទីមុនពេលចាកចេញពីទីក្រុងអ៊ីស្លាមាបាតថាដំណឹងអាក្រក់គឺយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងទេខ្ញុំគិតថានោះជាដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ច្រើនជាងសម្រាប់យើងលោកបាននិយាយថាសហរដ្ឋអាមេរិកបានបង្ហាញការផ្ដល់ជូនដ៏ល្អបំផុតនិងចុងក្រោយគេរបស់ខ្លួនហើយចំណុចបំបែកគឺការបដិសេធរបស់អ៊ីរ៉ង់ក្នុងការបដិញ្ញាចិត្តមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ប្រាប់វាតាមវិធីផ្សេងទៀតប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់អះអាងថាទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកលេសដើម្បីចាក់ចេញហើយការទាមទាររបស់អាមេរិកគឺហួសហេតុពេកនិងមិនប្រាកដនិយមលោក Chasnem បានហៅវាថាជាការបរាជ័យនៃឱកាសចុងក្រោយលោក Trump បានប្រងើយកន្តើយថាដោយមិនគិតពីអ្វីដែលកើតឡើងយើងឈ្នះយើងបានកម្ចាត់ប្រទេសនោះទាំងស្រុងប៉ុន្តែច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំងប្រេងបន្តកើនឡើងអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើប្រទេសលីបង់ហើយបទឈប់បាញ់ត្រូវបានព្យួរដោយខ្សែស្រឡាយមួយនៅពេលដែលប្រទេសមួយហៅសម្ភាគីរបស់ខ្លួនថាអាក្រក់និងមិនស្មោះត្រង់បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍សារគឺច្បាស់លាស់នេះមិនទាន់ចប់នៅឡើយទេដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនជួយចុច Like Share និងចុច Subscribe ឬចុច Follow ម្នាក់មួយផងសូមអរគុណ